អស់លោកស្រីអ្នកនាងកញ្ញាបងប្អូនលោកយាយលោកតាជាទីមេត្រីនៅថ្ងៃនេះខ្ញុំបាទនឹងលើកយកបញ្ហាមួយនៅក្រោយសង្គ្រាមលោកលើកទី2គឺសង្គ្រាមត្រជាក់មកបរិយាយជូនបងប្អូនជាទីសន្តាប់សង្គ្រាមត្រជាក់គឺជាចំនួនភូមិសាស្ត្រនយោបាយដែលកាត់ឡើងក្រោយភាពតានតឹងនិងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតព្រមទាំងសម្ព័ន្ធមិត្តរៀងៗខ្លួនចាប់តាំងពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1940ដល់ដើមទសវត្សរ៍ឆ្នាំ1990ក្នុងកំឡុងពេលនេះភាគីនៃកំពូលមហាអំណាចទាំងពីរបានស្ដែងឡើងនៅបក្សសម្ព័ន្ធយោធាមធ្យោបាយឃោសនាការធ្វើចរកម្មការអភិវឌ្ឍនុយក្លេអ៊ែរឧស្សាហកម្មកម្រិតខ្ពស់និងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាដូចជាការប្រកួតប្រជែងផ្នែកអវកាសជាដើមកំពូលមហាអំណាចទាំងពីរបានចំណាយថវិកាយ៉ាងច្រើនក្នុងការការពារការរត់ប្រណាំងសពាវុធនិងសង្គ្រាមដោយប្រយោលជាច្រើនទៀតទោះបីជាសហរដ្ឋអាមេរិកនិងសហភាពសូវៀតបានរួមគ្នាប្រឆាំងនឹងអមហាអំណាចកំពូលក្នុងពិភពលោកនៅក្នុងកំឡុងសង្គ្រាមលោកលើកទី2ក្តីប្រទេសទាំងពីរនៅតែបានខ្វែងគំនិតគ្នាយ៉ាងស្រួចស្រាលលើប្រធានបទជាច្រើនទាំងក្នុងពេលនិងក្រោយពេលសង្គ្រាមជាពិសេសក្រោយពេលចប់សង្គ្រាមលោកលើកទី2សង្គ្រាមបានបំផ្លិចបំផ្លាញនិងធ្វើឲ្យមហាអំណាចខ្លះបានធ្លាក់ចុះលើកលែងតែសហរដ្ឋអាមេរិកនិងសហភាពសូវៀតប៉ុណ្ណោះដែលបានคล้ายទៅជាកំពូលមហាអំណាចទាំងវិស័យយោធាសេដ្ឋកិច្ចបច្ចេកវិទ្យានិងនយោបាយនៅក្នុងការបែកបាក់នៃពិភពលោកនេះប្រទេសជាច្រើនបានងាកទៅរកប្លុកមួយក្នុងចំណោមកំពូលមហាអំណាចទាំងពីរក្រោយមកទៀតក៏កើតចលនាមួយទៀតហៅថាចលនាមិនចូលបក្សសម្ព័ន្ធគឺស្ថិតនៅក្នុងកំឡុងទសវត្សរ៍ឆ្នាំ1960ការប្រកួតប្រជែងក្នុងកំឡុងពេលនៃសង្គ្រាមបានរីករាលដាលយ៉ាងឆាប់រហ័សដំបូងនៅទ្វីបអឺរ៉ុបក្រោយមកនៅគ្រប់តំបន់ទាំងអស់នៃពិភពលោកដោយដែលសហរដ្ឋអាមេរិកបានខិតខំទប់ស្កាត់ការរីករាលដាលនិងកាត់បន្ថយឥទ្ធិពលនៃលទ្ធិកុម្មុយនីសនិងដឹកនាំសម្ព័ន្ធមិត្តជាច្រើនជាពិសេសនៅអឺរ៉ុបខាងលិចមជ្ឈិមបូព៌ានៅគ្រានោះដែលសហភាពសូវៀតបានគុតគង់និងគាំទ្រចលនាបដិវត្តន៍កុម្មុយនីសនៅទូទាំងពិភពលោកដូចជានៅអឺរ៉ុបខាងកើតអាមេរិកឡាទីននិងអាស៊ីអាគ្នេយ៍ក្នុងកំឡុងពេលនៃសង្គ្រាមត្រជាក់មានទាំងកំឡុងពេលនៃភាពតានតឹងនិងភាពស្ងប់ស្ងាត់ដែលមិនទៀងទាត់មកខាងវិបត្តិអន្តរជាតិដូចជាការបិទគមនាគមន៍ក្រុងប៊ែរឡាំងឆ្នាំ1988ដល់ឆ្នាំ1999សង្គ្រាមឧបទ្វីបកូរ៉េឆ្នាំ1950ដល់ឆ្នាំ1953វិបត្តិក្រុងប៊ែរឡាំងឆ្នាំ1961សង្គ្រាមវៀតណាមឆ្នាំ1964ដល់ឆ្នាំ1975សង្គ្រាមសូវៀតនៅអាហ្គានីស្ថានឆ្នាំ1979ដល់ឆ្នាំ1989និងជាពិសេសវិបត្តិមីស៊ីស្គូយបាឆ្នាំ1962ហៀបតែនឹងផ្ទុះសង្គ្រាមលោកលើកទី3ទៅហើយ
ហើយជាចុងក្រោយមានវិបត្តិផ្សេងទៀតដូចជាការសមយុទ្ធកងទ័ព NATO នាខែវិច្ឆិកាឆ្នាំ 1983 សង្គ្រាមត្រជាក់បានឈានទៅរកទីបញ្ចប់នៅក្រោយទសវត្សរ៍ឆ្នាំ 1980 និងដើមទសវត្សរ៍ឆ្នាំ 1990 តាមរយៈការកាន់អំណាចរបស់លោកប្រធានាធិបតីអាមេរិកគឺលោក Ronald Reagan សហរដ្ឋអាមេរិកបានបង្កើនការគៀបសង្កត់ផ្នែកការទូតយោធាសេដ្ឋកិច្ចទៅលើសហភាពសូវៀតដែលកំពុងតែរងនៅវិបត្តិកំណើនសេដ្ឋកិច្ចមិនរីកចម្រើនរួចទៅហើយនៅពាក់កណ្ដាលទី2នៃទសវត្សរ៍ឆ្នាំ 1980 មេដឹកនាំសូវៀតដែលទើបត្រូវបានតែងតាំងថ្មីគឺលោក Mikhail Gorbachev បានដាក់បង្ហាញនៅកម្មវិធីកំណែតម្រង់ប្រព័ន្ធសេដ្ឋកិច្ចនិងនយោបាយដឹកនាំរដ្ឋាភិបាលទន់ភ្លន់ជាងមុនជាមួយនឹងការបើកឲ្យមានសេរីភាពសារព័ត៌មានការរំលាយសហភាពសូវៀតនៅឆ្នាំ 1991 បានផ្ដល់ឲ្យសហរដ្ឋអាមេរិកស្ថិតនៅជាកំពូលមហាអំណាចតែមួយគត់នៅលើពិភពលោក